មានបងប្អូនមួយចំនួនធំគាត់ចេះហើយប៉ុន្តែបងប្អូនដែលទើបតែបង្កើត Facebook ថ្មីគាត់អត់ទាន់ចេះអញ្ចឹងខ្ញុំប្រាប់ពីវិធីមួយដែលបដូរភាសាអង់គ្លេសទៅជាភាសាចិត្តរបស់យើងនៅក្នុង Facebook ស្រួលឲ្យគាត់ងាយអានងាយមើលតោះឥឡូវចូលបងប្អូនជាដំបូងអ្នកទាំងអស់គ្នាចូលក្នុង profile Facebook ណាបន្ទាប់មកចុចកន្លែងត្រូវ3អូសចុះមកក្រោមចុចកន្លែង setting and privacy បន្ទាប់មកបងប្អូនឃើញរូបសញ្ញាផែនដីដែលគេដាក់ឈ្មោះថា language បងប្អូនចូលមកនេះបងប្អូនយកភាសាខ្មែរមកបន្ទាប់មកវានឹងចេញជាភាសាខ្មែរនេះបងប្អូនចង់ដឹងបងប្អូនចុចសញ្ញាត្រូវ3នេះនេះវាជាភាសាចិត្តរបស់យើងអញ្ចឹងបងប្អូនអត់ចង់បានភាសាខ្មែរទេបងប្អូនចង់បានភាសាអង់គ្លេសមកវិញអញ្ចឹងបងប្អូនដូរមកវិញចូលកន្លែងការកំណត់និងអាចជំនភាពមកបន្ទាប់មកជ្រើសភាសារួចយកភាសាអង់គ្លេសមកវិញមករួចចុចម្ដងទៀតនឹងបញ្ចេញអក្សរអង់គ្លេសមកវិញអញ្ចឹងវិធីងាយមកបងប្អូនដែលអត់ទាន់ចេះអញ្ចឹងវីដេអូខ្លីរបស់ខ្ញុំមានតែប៉ុណ្ណឹងហើយសង្ឃឹមថាបងប្អូនចុច subscribe channel របស់ខ្ញុំមួយដើម្បីបានវីដេអូថ្មីបន្តទៀតបាទសូមអរគុណ